Jimmy បានធ្វើអ្វីខ្លះខុសគ្នានៅថ្ងៃនេះគាត់មិនបានភ្ញាក់ពីដំណេកនៅម៉ោង6ទេគាត់ភ្ញាក់ពីដំណេកនៅម៉ោង7 I didn't drink milk for គាត់មិនបានផឹក breakfast. ទឹកដោះគោសម្រាប់អាហារពេលព្រឹកទេគាត់ផឹកទឹកផ្លែឈើគាត់មិនបានញ៉ាំធញ្ញជាតិសម្រាប់អាហារពេលព្រឹកទេគាត់ញ៉ាំស៊ុតគាត់មិនបានអានសៀវភៅរឿងកំប្លែងបន្ទាប់ពីចេញពីសាលារៀនទេគាត់បានជួយម្ដាយរបស់គាត់ បាទបន្ទាប់ពីយើងទស្សនាមើលនៅគំនូរជីវចលនៃមេរៀនទី3រួចយើងចូលទៅសិក្សានៅក្នុងមេរៀនទី3បាទផ្នែកខាងវិទ្យាករណ៍ក៏ដូចជាការបកប្រែនិងធ្វើលំហាត់បាទបន្តទៀតប៉ុន្តែសាច់រឿងគឺខុសគ្នានៅក្នុងមេរៀនទី1ទី2គេដាក់ថា What did Jamie do differently today បាទអញ្ចឹងខ្ញុំអានឲ្យអស់ហើយបន្ទាប់មកខ្ញុំបង្ហាញពីការសិក្សាពាក្យរួចហើយយើងមកធ្វើការបកប្រែបាទបកប្រែទាំងលំហាត់ទាំងអត្ថបទបាទចំណុចទី1he didn't wake up at 6 o'clock he woke up at 7 2 he didn't drink milk for breakfast he drank juice 3 he didn't eat cereal for breakfast he ate eight 4 he didn't read a comic book after school he helped his mother អូខេអញ្ចឹងយើងចូលទៅសិក្សាពាក្យដើម្បីធ្វើការបកប្រែនៅក្នុងអត្ថបទក៏ដូចជាលំហាត់នេះយើងធ្វើការអនុវត្ត new words pronunciation បាទពាក្យថ្មីការលើកដាក់សម្លេង differently ភាពផ្សេងគ្នាបាទឬក៏ខុសគ្នាបាទផ្សេងគ្នាខុសគ្នាអញ្ចឹងខ្ញុំអត់បានសរសេរដាក់ជាការបកប្រែទេខ្ញុំបកប្រែជាសម្លេងឲ្យហើយយើងកត់នាំគ្នាកត់ចេញណាបាទ wake up យើងប្រែថាភ្ញាក់ពីដំណេកមិនបានក្រោកឡើងពីដំណេកទេអានឹងក៏ភ្ញាក់នៅលើគ្រែមួយទៀត woke up យើងប្រែថាភ្ញាក់ដូចគ្នាដែរប៉ុន្តែមួយអតីតមួយបច្ចុប្បន្នអញ្ចឹង wake up ជា present របស់ woke up គឺជាអតីតរបស់ wake up យើងប្រែដូចគ្នាប្រែថាបានទេណាបានក្រោកបានភ្ញាក់ពីដំណេកប៉ុន្តែមិនបានក្រោកឡើងពីគ្រែទេ juice ទឹកផ្លែឈើ cereal បាទ cereal ប្រែថាបាទគ្រាប់ធញ្ញជាតិ after school យើងប្រែថាបន្ទាប់ពីសាលាបាទ chart ប្រែថាតារាង then បន្ទាប់មក fill ប្រែថាបំពេញ in the blank ប្រែថាចន្លោះ where ប្រែថាស្លៀកពាក់ lunch យើងប្រែថាអាហារពេលថ្ងៃត្រង់ breakfast យើងប្រែថាអាហារពេលព្រឹក dinner យើងប្រែថាអាហារពេលល្ងាច flaggart យើងប្រែថាលេងបៀបាទលេងល្បែងបាទលេងបៀអញ្ចឹងបន្ទាប់មកយើងធ្វើការបកបាទចំណុចទី1បាទចំណងជើងគេដាក់ថា what did Jamie do differently today យើងប្រែថារឿងផ្សេងឬរឿងខុសគ្នាមិនក៏បានដែរណាអញ្ចឹងយើងប្រែថាតើ Jamie នឹងបានធ្វើរឿងខុសគ្នានៅថ្ងៃនេះអីខ្លះបាទទី1បាទវាមាន2ចំណុចគាត់មិនបានក្រោកពីគេងនៅម៉ោង6ទេបាទ he didn't wake up at 6 o'clock he woke up at 7 o'clock អញ្ចឹងគាត់បានក្រោកឡើងនៅម៉ោង7ទី2 he didn't drink milk for breakfast he drank juice គាត់មិនបានផឹកទឹកផ្លែឈើសម្រាប់អាហារពេលព្រឹកទេគាត់បានផឹកសំទោសណាគាត់មិនបានផឹកទឹកដោះគោសម្រាប់អាហារពេលព្រឹកទេគាត់បានផឹកទឹកផ្លែឈើបាទសម្រាប់អាហារពេលព្រឹកទី3 he didn't
eat cereal for breakfast he ate egg គាត់មិនបានញ៉ាំគ្រាប់ធនជាតិសម្រាប់អាហារពេលព្រឹកទេគាត់បានញ៉ាំស៊ុតបាទទី4 he didn't read a comic book after school he helps his mother ទី4គាត់ថាគាត់មិនបានអានសៀវភៅកំប្លុកកំប្លែងបន្ទាប់ពីសាលាទេគាត់បានជួយម្ដាយរបស់គាត់បាទហ្នឹងជាមេរឿងរបស់ជាមេបន្ទាប់មកយើងធ្វើការវឹកហាត់បាទធ្វើលំហាត់ចឹងលំហាត់នេះយើងមើលឆាតបាទតារាងរបស់គេដាក់ review បាទ review គឺរំលឹកឡើងវិញហើយ what did May today បាទ today differently yesterday look at the chart then fill in the blank បាទចូលបំពេញចន្លោះកន្លែងហ្នឹងមកណាបាទចូលបំពេញចន្លោះកន្លែងហ្នឹងគេចង់ឲ្យបានន័យថាតើមេហ្នឹងគាត់បានធ្វើអ្វីខុសពីបាទឬក៏ផ្សេងគ្នាពីថ្ងៃម្សិលមិញបាទចូលកលេចមើលតារាងហើយបន្ទាប់មកបំពេញចន្លោះអាហ្នឹងនិយាយពីមេអារឿងរ៉ាវនេះរបស់ជេមីនេះអានេះខាងលើនេះរបស់ជេមីដល់ពេលខាងក្រោមនេះគឺជារឿងរបស់មេអញ្ចឹងយើងមើលមេណាមើលរូបតារាងតាមតារាងហ្នឹងមកបាទប៉ុន្តែយើងអាចយល់កិរិយាសព្ទនៅពេលដែលយើងប្រើកិរិយាសព្ទខ្ញុំបានបញ្យល់ហើយណាការប្រើប្រាស់កិរិយាសព្ទនៅក្នុងមេរៀនខាងដើមពីមុនមេរៀនទី1ទៀតណាចឹង May usually wear a yellow shirt yesterday she didn't wear a yellow shirt កន្លែងនេះកាលណាកិរិយាសព្ទយើងត្រូវបដូរវាបាទបដូរអាកិរិយាសព្ទនេះដូរ wear ទៅជាអីគេបាទតៃតាកាលពីម្សិលមិញអញ្ចឹងដូរទៅជា war វិញឃើញទេអញ្ចឹងនាងកាលពីម្សិលមិញនាងមិនបានពាក់អាវពណ៌អាវយឺតពណ៌លឿងទេនាងបានពាក់អាវពណ៌ blue វិញបានពាក់ណាអញ្ចឹងយើងដូរអានេះតៃតានេះ din មិនបានដល់ពេលបានយើងទៅជាដាក់ verb វិញអានេះ wear បច្ចុប្បន្នបាទអញ្ចឹង din ហ្នឹងយកមកជួយពាក្យកិរិយាសព្ទ verb នេះ wear នេះបាទចំណុចទី2យើងត្រូវបំពេញខ្ញុំគាត់នឹងបង្ហាញតិចទេវាមានមួយបដិសេធចឹងមកមួយទៀតស្របនៅពេលដែលស្របយើងយកកិរិយាសព្ទដែលមិនមែនជាកិរិយាសព្ទជំនួយយកមកជួយកិរិយាសព្ទបដិសេធទេយើងដាក់កិរិយាសព្ទហ្នឹងគាត់ណាដូរដូចជាពាក្យ right ដូរវាមកនេះមកដាក់អីគេតែខ្ញុំអានេះខ្ញុំធ្វើជាកំណែឲ្យហើយជារបៀបបញ្យលបាទMay usually ride a bike មេបានជាធម្មតាបាទមេជាធម្មតាបានជិះកង់បាទដល់ពេល yesterday see នេះអញ្ចឹងដាក់អីគេ done ឬក៏ did បាទតៃតាដាក់ did ឬក៏ din ណា din ride អត់មានដូរណាដូរទេ bit អញ្ចឹងនាងកាលពីម្សិលមិញមិនបានជិះកង់ទេដល់ពេលអតីតប្រយោគស្របវិញ see នេះ ride ដូរទៅគេ rod អញ្ចឹង see rod a horse អញ្ចឹងនាងបានជិះសេះទី3 May usually play badminton May ជាធម្មតាបានលេងសីបាទ yesterday see នេះអញ្ចឹងយើងដាក់បដិសេធមកយកអីគេដាក់ din បាទយក din ណា din play អត់មានបដូរណាអញ្ចឹង she didn't play badminton អញ្ចឹងកាលពីម្សិលមិញMay មិននាងមិនបានលេងសីទេដល់ពេលទៅជាប្រយោគស្របធម្មតាយើងដាក់បានលេងហ្នឹងណាបាទបានលេងមក she play ប៉ុន្តែ play time ed មក play card អញ្ចឹងនាងស្មិញបានលេងបានលេងបៀឬក៏លេងល្បែងបាទទី4 May usually eat rice for lunch នាងជាធម្មតាមិនបានញ៉ាំបាយសម្រាប់អាហារថ្ងៃត្រង់ទេ yesterday កាលពីម្សិលមិញ see សំទោសណាកន្លែងនេះខ្ញុំដាក់ខុសប្រែខុសបាទអញ្ចឹង May ជាធម្មតាញ៉ាំបាយសម្រាប់អាហារថ្ងៃត្រង់ដល់ពេលកន្លែងនេះបាទ yesterday យើងយក din មកជួយកិរិយាសព្ទ eat នេះបាទអញ្ចឹង she didn't eat rice អញ្ចឹងមកណាបាទដល់ពេលស្របវិញយើងដាក់ she didn't អានលេង she didn't ហើយ she eat ណា in ទៅជា ate វិញ she ate hot dog អញ្ចឹងនាងបានញ៉ាំចំណីឆ្កែអញ្ចឹងមកតាមពិតញ៉ាំ hot dog បាទទី5 May usually sleep in a bed បាទMay ជាធម្មតាគេងនៅលើគ្រែដល់ពេលគេឲ្យយើងធ្វើទៅជាបដិសេធ yesterday she didn't ទៀតមកណាបាទ yesterday she didn't sleep នៅដដែលទៀតដូរទៅ in a bed អញ្ចឹងបានន័យថាកាលពីម្សិលមិញ May គឺមិនបានគេង
ទេបាទមិនបានគេងទេប៉ុន្តែដល់ពេលប្រយោគស្របយើងដាក់គេងនេះដូរទៅជាអីគេ sleep ទៅជា slave វិញណាអញ្ចឹង she slept in a sleep bag បានន័យថាកន្លែងប្រយោគស្របទី5នេះនាងបានគេងនៅណាគេងនៅនេះអារូបគេហៅថាអីគេស្បោងដេកបាទយើងចូលក្នុងហ្នឹងហើយយើងដេកបាទ sleeping bag ណាប្រអប់ដេកបាទអូខេអញ្ចឹងចប់ហើយក្នុងមេរៀនទី3របស់យើងនឹងចូលទៅមេរៀនទី4បន្តទៀតណាមេរៀនទី3យើងធ្វើតាមទាំងមកណាលំហាត់ទី1គឺបដិសេធហើយដល់ពេលទី2បាទទី2យើងមិនបដិសេធទេប៉ុន្តែយកកិរិយាសព្ទទី1យកមកធ្វើដូរទៅជាអតីតតែប៉ុណ្្នឹងត្រូវហើយបាទហើយទី2ក៏ដូចគ្នាដែរដូចជារាយអញ្ចឹងធ្វើវាទៅជាអតីតដាក់យក did មកជួយមកដល់ពេលទៅជាស្របយើងយករាយនេះមកបដូរវាទៅជារត់វិញបាទអត់ដាក់បច្ចុប្បន្នទេនឹងខ្ញុំបញ្យល់អស់ហើយបាទបាញ់ហ្នឹងឲ្យធ្វើទៅត្រូវហើយបាទមើលទៅតាមហ្នឹងទៅណាបាទឥឡូវយើងនេះយើងចប់ហើយបន្ទាប់ទៅយើងនឹងមានគំនូរជីវចលបាទមានគំនូរជីវចលជួនកាលខ្ញុំអាចដាក់ខាងដើមคลิปនៃមេរៀនជួនកាលខ្ញុំដាក់ខាងចុងទៅបាទឥឡូវយើងចប់ហើយយើងចូលទៅបន្តទៅមេរៀនថ្មីតទៅទៀតបាទមេរៀនទី4